và bong ổn nhôm trong nó bong ổn một tu sanh na đang sanh vô làm pi các sự than bằng cây địa vào dưới và cứ dương miền ruộngแบบนี้บองប្អូនរោងវា2បត់ប្រវែងប្រហែលជា20 ម៉ែត្របាទនេះជាការងារជាប្រចាំក្នុងការដាក់ចំណីឲ្យដង្កូវហើយនេះជារោងចាស់របស់យើងដែលផ្ដើមមករយៈពេលប្រហែលជាង1ឆ្នាំហើយគឺវាមានធ្នើរដង្កូវ3ជួរមានក្នុងនិងក្រៅបាទហើយដង្កូវយើងគឺគ្រប់ធុងគឺមានដង្កូវទាំងអស់បងប្អូនបាទហើយបន្ទប់នេះជាកន្លែងសម្រាប់ដាក់មេហើយនឹងភ្ញាស់ដង្កូវបាទគឺ3ជួរបែបហ្នឹងហើយយើងត្រឡប់មកខាងក្រោយវិញគឺទៅខាងជួរខាងឆ្វេងដៃនេះម្ដងបាទគឺមួយសុទ្ធតែមានដង្កូវនេះជាកូនដង្កូវតែទៅនឹងចាប់មេចេញដំបងគឺវានៅទូចបែបនេះបាទនេះកូនដង្កូវដំបងបន្ទាប់មកយើងនាំគ្នាដើរឆ្ពោះទៅផ្នែករោងទី2របស់យើងបាទកសិដ្ឋាននេះគឺស្ថិតនៅក្នុងចំការលម៉ើដែលមានលម៉ើប្រហែលជាខ្ទង់20-30 ដើមទេហើយជាឆ្នាំទី4ហើយនៃដំណាំលម៉ើនេះវាចាប់ផ្ដើមឲ្យផលហើយហើយនេះជារោងថ្មីដែលយើងទឹកនឹងចាប់ផ្ដើមបានប្រហែលជាកន្លះឆ្នាំនេះទេបាទរោងថ្មីរបស់យើងបាទគឺតម្រៀបដោយធុងចម្រុះពណ៌និងចម្រុះទំហំមានខ្មៅមានខៀវមានប្រផេះមានបៃតងគឺមានគ្រប់ទំហំហើយក៏មានដង្កូវគ្រប់ធុងដែរបងប្អូនបាទធុងតូចក៏មានធុងធំក៏មានសុទ្ធតែជាដង្កូវហើយនេះគឺជាមេវាមេវាបាទមានខាងនេះគឺយើងពិសោធន៍ដាក់ក្នុងធុងមូលហើយខាងនេះធុងជ័រដែលយើងផលិតដោយខ្លួនឯងបាទធុងអានេះគឺធុងដែលនាំចូលមានចម្រុះពណ៌បាទហើយនេះជាដង្កូវដែលយើងត្រៀមបញ្ចេញយកទៅជូនអតិថិជនដែលកំងតាមខេត្តគឺយើងលើកមកដាក់ខាងក្រៅដូចនេះបាទហើយរៀបចំរែងដាក់ចូលកេសដើម្បីបញ្ជូនទៅតាមខេត្តបាទគឺមានតែប៉ុណ្្នឹងឯងអរគុណណាបងប្អូន